الحمد لله رب العالمين والصلاة والسلام على أشرف الأنبياء والمرسلين نبينا محمد وعلى آله وصحبه أجمعين أما بعد السلام عليكم ورحمة الله وبركاته យើងបន្តមេរៀន hadith របស់យើងតទៅនឹងហុគមគឺ hadith នៅក្នុងគីតាប Bulughul Maram ថ្ងៃនេះ inshallah យើងនឹងសិក្សាពី3 hadith តទៅនឹងបញ្ហាទឹកដែលស្អាតស្អំថាតើពេលណាទើបយើងអាចវិនិច្ឆ័យថាវាคล้ายជាnajis ទឹកយើងបានសិក្សា hadith ទី1 នប៊ីប្រាប់នៅក្នុងភាសារបស់លោកថានប៊ីប្រាប់ថាម៉េចពេលគេសួរអំពីទឹកសមុទ្រនប៊ីបានមានប្រសាសន៍ថាវ៉ាតហូរូម៉ាអ៊ូហ៊ូអលហ៊ីលូម៉ៃតាទូហ៊ូមានន័យថាទឹកសមុទ្រនោះគឺស្អាតស្អំអាចយកទៅស្មានnajisបានហើយមួយយត់ដែលស្លាប់នៅក្នុងវាមានន័យថាត្រីដែលស្លាប់នៅក្នុងវាគឺយើងអាចហូបបានដោយសារវាគឺ halal មានន័យថាប្រភេទត្រីគឺ halal ទាំងអស់មិនថាវាឈ្មោះអីឬក៏រូបរាងយ៉ាងដូចម្ដេចក៏ដោយអាចតែជាប្រភេទត្រីដែលរស់តែនៅក្នុងទឹកអញ្ចឹងវាគឺ halal សម្រាប់យើងទាំងអស់គ្នាជាថ្ងៃនេះយើងសិក្សាអំពី hadith តទៅនឹងទឹកធាតុដើមរបស់វាគឺស្អាតស្អំមិនថាទឹកសមុទ្រទឹកទន្លេទឹកបឹងទឹកស្ទឹងទឹកអណ្ដូងធាតុដើមរបស់វាគឺស្អាតស្អំសួរថាពេលណាទើបយើងវិនិច្ឆ័យថាវាคล้ายជា najis وعن أبي سعيد الخدري رضي الله عنه قال قال رسول الله صلى الله عليه وسلم إن الماء طهور لا ينجسه شيء أخرجه الثلاثة وصححه أحمد أبو سعيد الخدري رضي الله عنه ក៏បានរាយការណ៍ថា Rasulullah sallallahu alaihi wasallam បានមានប្រសាសន៍ថាពិតប្រាកដណាស់ទឹកគឺស្អាតស្អំគ្មានអ្វីធ្វើឲ្យវាคล้ายជា najis នោះទេ hadith នេះរាយការណ៍ដោយ Abu Dawud At-Tirmidhi ហើយនឹង An-Nasa'i ហើយ Imam Ahmad បានបញ្ជាក់ប្រាប់ថា hadith នេះ sahih រាយការណ៍ដោយអ្នករាយការណ៍ទាំង3គឺសំដៅលើ Abu Dawud Tirmidhi ហើយនឹង An-Nasa'i ជាយោងតាម hadith នេះមានន័យថាទឹកធាតុដើមរបស់វាគឺស្អាតស្អំមិនថាទឹកដែលចេញពីទន្លេចេញពីសមុទ្រចេញពីស្ទឹងបឹងបួឬក៏ទឹកជ្រោះគឺសុទ្ធតែស្អាតស្អំទាំងអស់យើងអាចយកមកយកវ៉ូដូអាចយកមកងូតទឹកវ៉ាជាបអាចយកមកសម្អាតnajisបានធាតុដើមរបស់វាគឺស្អាតស្អំអញ្ចឹងhadithនេះបញ្ជាក់ពីលក្ខណៈដើមរបស់ទឹកគឺស្អាតស្អំ عن أبي أمامة الباهلي رضي الله عنه قال قال رسول الله صلى الله عليه وسلم إن الماء لا ينجسه شيء إلا ما غلب على ريحه وطعمه ولونه أخرجه ابن ماجه وضعفه أبو حاتم Abu Umamah Al-Bahili radhiyallahu anhu បានរាយការណ៍ថា Rasulullah sallallahu alaihi wasallam បានមានប្រសាសន៍ថាពិតប្រាកដណាស់ទឹកគ្មានអ្វីធ្វើឲ្យវាคล้ายជា najis បានឡើយលើកលែងតែអ្វីដែលធ្វើឲ្យវាប្រែក្លិនពណ៌និងរសជាតិរបស់វារាយការណ៍ដោយ Ibn Majah ហើយ Abu Hatim បានបញ្ជាក់ប្រាប់ថា hadith នេះគឺ da'if ចឹងនៅក្នុង hadith នេះបញ្ជាក់ប្រាប់ថាម៉េចជាធម្មតាទឹកគឺអត់មានអ្វីមួយធ្វើឲ្យវា najis កើតទេប៉ុន្តែប្រសិនបើ najis ទៅលាយឡំជាមួយនឹងទឹកនោះហើយធ្វើឲ្យវាប្រែពណ៌ប្រែក្លិនប្រែរសជាតិដោយ najis ទឹកនោះយើងអាចវិនិច្ឆ័យថាជាទឹកដែល najis មានន័យថាប្រសិនបើការលាយជាមួយ najis ហើយវាមិនធ្វើឲ្យប្រែព្រួលទេមិនធ្វើឲ្យប្រែពណ៌ប្រែក្លិនឬប្រែរសជាតិវាទេទឹកនោះនៅជាលក្ខណៈស្អាតស្អំដដែល Walil Baihaqi
សម្រាប់សេចក្តីរាយការណ៍របស់អល់បៃហាគីមានបញ្ជាក់ប្រាប់ថាអលម៉ាអ៊ូតាហ៊ីរុនអ៊ីឡាអ៊ិនតហ្គៃយ៉ារ៉ារីហ៊ូហ៊ូអ៊ូតាអ៊មុហ៊ូអ៊ូឡូនូហ៊ូប៊ីនិជាសាតិនតះឌូស៊ូហ្វីមានថាសម្រាប់សេចក្តីរាយការណ៍របស់អល់បៃហាគីមានបញ្ជាក់ប្រាប់ថាទឹកគឺស្អាតស្អំលើកលែងតែវាប្រែក្លិនឬរសជាតិឬពណ៌របស់វាអញ្ចឹងមកយើងពិនិត្យមើលនៅក្នុងហឌីសទាំង3យើងអាចទាញហុគមរួមមួយបាននៅក្នុងសាសនាអ៊ីស្លាមទឹកគឺស្អាតស្អំគ្មានអ្វីអាចធ្វើឲ្យវាคล้ายជាណាជីសទេមានន័យថាគ្មានប្រការកខ្វក់ប្រការណាជីសណាដែលចូលទៅក្នុងវាហើយធ្វើឲ្យវាប្រែទៅជាណាជីសទេលើកលែងតែអ្វីដែលចូលទៅនោះជាប្រការណាជីសហើយមានអតិពលនៅក្នុងការកែប្រែទឹកនឹងកែប្រែពណ៌កែប្រែក្លិនឬក៏កែប្រែរសជាតិរបស់វាបើសិនបើទឹកនោះបានប្រែប្រួលដោយសារប្រការណាជីសគឺយើងវិនិច្ឆ័យថាវាជាណាជីសឧទាហរណ៍ទឹកក្នុងពាងមួយនឹងទឹកក្នុងពាងមួយមានណាជីសចូលឧទាហរណ៍លីម៉ូចិញ្ចក់ឬតុកែឧទាហរណ៍ចូលទៅក្នុងទឹកហ្នឹងចឹងយើងវិនិច្ឆ័យថាតើទឹកនោះណាជីសឬក៏មិនណាជីសយើងអាចប្រើបានដើម្បីយកវ៉ូដូឬក៏សម្អាតណាជីសឬក៏ប្រើអត់បានចឹងយើងត្រូវពិនិត្យមើលលើអីគេលើការប្រែប្រួលនៃទឹកហ្នឹងថាតើក្រោយពេលវាចូលទឹកហ្នឹងវាមានប្រែពណ៌ទៅដូចណាជីសនឹងអត់បើអត់ប្រែទេយើងមើលចំណុចទី2ក្លិនវាតើទឹកនៅក្នុងពាងហ្នឹងវាមានក្លិនណាជីសនឹងអត់បើអត់មានទេទី3គឺរសជាតិបើប្រែផ្នែកណាមួយក្នុងចំណោមផ្នែកទាំង3នេះយើងវិនិច្ឆ័យថាវាណាជីសប៉ុន្តែបើវាអត់ប្រែប្រួលទេអាចចិញ្ចក់តូចមួយចូលទៅក្នុងនោះហើយទឹកនោះគឺនៅពណ៌វាក្លិនវារសជាតិវាដដែលអត់មានប្រែទៅជាណាជីសទេអញ្ចឹងទឹកនោះយើងវិនិច្ឆ័យថាវានៅស្អាតស្អំដដែលយើងវិនិច្ឆ័យថាវានៅស្អាតស្អំដដែលអញ្ចឹងគោលការណ៍ដែលយើងអាចវិនិច្ឆ័យថាទឹកប្រែទៅជាណាជីសបានតលតែណាជីសនោះមានឥទ្ធិពលនៅក្នុងការធ្វើឲ្យទឹកនោះប្រែពណ៌ប្រែក្លិនឬប្រែរសជាតិចឹង3ប្រភេទហ្នឹងមួយណាក៏បានហើយកាលណាប្រែមួយក្នុងចំណោម3ហ្នឹងយើងវិនិច្ឆ័យថាជាណាជីសប៉ុន្តែបើវាមិនប្រែប្រួលទេទឹកនោះគឺមិនណាជីសទេទឹកនោះគឺមិនណាជីសទេចុះបើទឹកនោះប្រែដោយសារសារធាតុអ្វីមួយដែលមិនណាជីសឧទាហរណ៍ថាផ្ទះខ្លះផ្ទះនៅជនបទខ្លះដែលគេប្រក់ស្បូវប្រក់ដបូលពីគេធ្វើពីអីគេស្លឹកត្នោតអីនោះកាលណាមានភ្លៀងធ្លាក់មកវាហូរស្រក់ប៉ះលើដបូលនោះមកហើយចូលក្នុងពាងទឹកភ្លៀងពណ៌យើងមើលទៅសទេធម្មតាជាលក្ខណៈវាទឹកលក្ខណៈដើមវាប៉ុន្តែដល់ក្រោយពេលវាប៉ះស្លឹកត្នោតឬក៏ស្បូវនោះចូលក្នុងពាងវាទៅជាពណ៌រៀងលឿងឬក៏ហមចឹងទឹកវាប្រែពណ៌អត់ប្រែប៉ុន្តែវានៅជាទឹកដដែលសួរថាតើទឹកនោះយើងអាចយកមកយកវ៉ូដូអាចយកមកងូតទឹកវ៉ាយ៉ាប់សម្អាតខ្លួនពីហាដាធំដូចជាហេតុដូចជានីហ្វាសដូចជាការងូតទឹកជំនួសបានឬអត់ចម្លើយគឺបានអត់បញ្ហាទេដោយសារវាប្រែដោយអ្វីមួយដែលស្អាតស្អំទឹកភ្លៀងស្អាតស្អំអត់មានណាជីសទេហើយដបូលរបស់គាត់នោះក៏ស្អាតស្អំដែរគ្រាន់តែការប្រែពណ៌នោះប្រែពណ៌ជាមួយនឹងប្រការដែលស្អាតស្អំឧទាហរណ៍ស្បូវឬក៏ស្លឹកត្នោតដោយសារវាប៉ះវាអាចធ្វើឲ្យវាប្រែពណ៌ប៉ុន្តែមិនមែនជាពណ៌ណាជីសទេបាទណាព្រោះស្បូវណាជីសអត់ទេអញ្ចឹងករណីនោះយើងវិនិច្ឆ័យថាទឹកនោះគឺនៅស្អាតស្អំដដែលយើងអាចប្រើប្រាស់បានដដែលឬក៏ពេលខ្លះទឹកកាលណាយើងទុកក្នុងពាងយូរឧទាហរណ៍វាប្រែខ្លួនឯងវាមានស្លែវាមានអីដោះក្នុងនឹងទឹកវាទៅជាពណ៌លក្ខណៈបៃតងឧទាហរណ៍ទឹកនៅក្នុងពាងហ្នឹងកាលណាយើងទុកយូរវាអាចប្រែពណ៌អញ្ចឹងសួរថាតើទឹកនោះយើងអាចប្រើប្រាស់បានឬអត់ប្រើបានអត់បញ្ហាទេទឹកនោះគឺនៅក្នុងលក្ខណៈស្អាតស្អំដដែលដោយសារអីគេ
ការប្រែនោះគឺប្រែដោយខ្លួនឯងវិវត្តដោយខ្លួនឯងកាលណាយើងទុកយូរហើយអត់មានប្រការណា yes ដែលទៅលេឡំជាមួយវាទេអញ្ចឹងករណីនេះទឹកនោះយើងវិនិច្ឆ័យថាវាស្ថិតនៅក្នុងភាពស្អាតស្អំដដែលដោយសារវានៅជាឈ្មោះទឹកដដែលមែនទេវានៅជាឈ្មោះទឹកដដែលនៅជាឈ្មោះទឹកដដែលបញ្ហាមួយទៀតនៅពេលដែលទឹកលាយឡំជាមួយនឹងប្រការផ្សេងហើយវាធ្វើឲ្យវាបាត់បង់ឈ្មោះជាទឹកឧទាហរណ៍ទឹកតែឧទាហរណ៍យើងដាក់តែស្អាតប៉ុន្តែពេលដែលយើងដាក់ចូលក្នុងទឹកនោះទឹកវាប្រែពណ៌ទៅតាមតែនោះយើងឲ្យឈ្មោះថាអីគេទឹកតែវាទៅជាលក្ខណៈទឹកតែសួរថាតើទឹកតែនោះយើងអាចប្រើប្រាស់ដើម្បីយកទឹកសម្យ៉ាងយើងអាចប្រើប្រាស់ដើម្បីងូតទឹកវ៉ាជីបអីសោះអត់សោះឬអត់សោះមានទស្សនៈពីរណាពីរផ្ទុយគ្នាឬឧទាហរណ៍មួយទៀតដើម្បីឲ្យច្បាស់ទឹកអីគេទឹកផ្លែឈើអីឧទាហរណ៍ទឹកសណ្ដែកទឹកតឡាចក្នុងកំប៉ុងនេះយើងអាចយកមកយកវត្ថុបានអត់ឧទាហរណ៍ថាដាច់ទឹកមានតែទឹកផ្លែឈើមកកែនៅក្រោយឡានត្រូវយកវត្ថុឬក៏ត្រូវតែយ៉ាងមុំចឹងករណីនេះកាលណាវាប្រែឈ្មោះទឹកចេញពីលក្ខណៈដើមរបស់វាហើយចឹងករណីនោះវាស្អាតស្អំយើងអាចយកមកហូបយកមកប្រើប្រាស់នៅលក្ខណៈធម្មតាបានប៉ុន្តែការយកវត្ថុយកអត់បានទេការងូតទឹកវ៉ាជីបក៏អត់សះដែរព្រោះវានៅលែងនៅជាឈ្មោះទឹកទៀតហើយវាជាទឹកតែវាជាទឹកសដែកវាមិនមែនជាទឹកទេវាមិនមែនជាទឹកតទេទេអញ្ចឹងករណីនេះហុគមវាគឺមានលក្ខណៈប្រែប្រួលហុគមរបស់វាគឺមានលក្ខណៈប្រែប្រួលទៅតាមស្ថានភាពហ្នឹងអញ្ចឹងក្នុងការវិនិច្ឆ័យតើតើនឹងទឹកលក្ខណៈដើមរបស់វាគឺយើងវិនិច្ឆ័យថាម៉េចទឹកនោះគឺស្អាតកាលណាអត់មានអីដែលលាយឡំជាមួយវាបើគេសួរយើងថាតើទឹកអណ្ដូងហុគមវាយ៉ាងម៉េចយើងថាស្អាតស្អំអាចប្រើប្រាស់បានទឹកទន្លេទឹកបឹងទឹកស្ទឹងទឹកជ្រោះទឹកសមុទ្រអីទាំងអស់នោះគឺស្អាតស្អំប៉ុន្តែពេលណាដែលវាคล้ายជាណាយេសកាលណាវាមានការប្រែពណ៌ទៅជាពណ៌ណាយេសក្លិនទៅជាក្លិនណាយេសឬក៏រសជាតិទៅជារសជាតិណាយេសប៉ុន្តែបើទឹកនោះវាប្រែពណ៌ដោយខ្លួនឯងអត់មាននរណាធ្វើអីវាទេដូចយើងរំលឹកឧទាហរណ៍មិនទឹកនៅក្នុងពាងដែលទុកយូរទៅវាដោះស្រាយដល់អីពណ៌បៃតងទឹកនោះក៏មានពណ៌ប្រែទៅតាមនឹងឬក៏ពេលខ្លះទឹកនៅក្នុងអាងឬក៏នៅក្នុងបន្លាយអីតូចមួយឧទាហរណ៍មានរុក្ខជាតិមានស្លាយអីដោះទឹកនោះវាប្រែទៅជាពណ៌បៃតងដូចស្លាយដូចអីឬក៏ល្អក់តាមដីតាមអីនៅក្បែរនោះករណីនោះទឹកនោះគឺនៅតែស្អាតស្អំដដែលព្រោះវានៅជាឈ្មោះទឹកប៉ុន្តែក្នុងករណីដែលទឹកវាប្រែប្រួលចេញពីឈ្មោះដើមរបស់វាលែងជាទឹកទទេវាទៅជាទឹកតែទឹកកាហ្វេទឹកអីផ្សេងដូចយើងរំលឹករួចមិញហុគមរបស់វាលែងនៅជាហុគមទឹកហើយករណីនោះយើងមិនអាចប្រើប្រាស់ដើម្បីយកវត្ថុហើយក៏មិនអាចប្រើប្រាស់សម្រាប់ការងូតទឹកវ៉ាជីបដែរមិនអាចប្រើប្រាស់ដោយសារដើម្បីសម្អាតហាដាសធំដូចជាការងូតទឹកវ៉ាជីបគឺអត់សះទេអញ្ចឹងនេះជាបញ្ហាហុគមមួយតើតើនឹងទឹកមានបញ្ហាមួយដែលយើងធ្លាប់ដឹងពីមុនតើតើនឹងទឹកមុស្តាម៉ិលមិនពីដើមឃើញចាស់យើងគាត់ទៅពេលយកវត្ថុគាត់ប្រយ័ត្នមែនតើអាទឹកដែលគាត់យកវត្ថុគឺទឹកមានដាក់កាស៊ីវមានគម្របត្រឹមត្រូវដោយសារគាត់ខ្លាចពេលដែលយកវត្ថុទៅអាដំណក់ទឹកនេះស្រក់ចូលទៅក្នុងទឹកដែលមិនទាន់ប្រើប្រាស់ឧទាហរណ៍កាលណាយើងយកការទឹកមកយកវត្ថុជាការលាងមុខទៅវាធ្លាក់មកតំណក់ពីតំណក់ក្នុងការទឹកនៅក្រោមគាត់ថាទឹកនោះប្រើទៀតអត់ការទេដោយសារទឹកនោះគេឲ្យឈ្មោះថាជាទឹកមុស្តាម៉ិលចឹងសួរថាតើទស្សនៈនោះត្រឹមត្រូវឬអត់បើយើងពិនិត្យមើលថា
นบีมาเชื่อพระในขณะนั้นเดท่าอินนัลมุมินะลายันจุสเอาคำมากล่าวมิถ้าเปิดประกอบนั้นเนี่ยดามิดอิมานคืออันนัจสติมิถ้าคลุนปราณหรือบ่យើងជាអ្នកអ៊ីស្លាមគឺអត់ណាជេសទេបើណាជេសមានន័យថាម៉េចមានន័យថាខ្លួនយើងនេះណាជេសគឺត្រូវលាងសម្អាតជាធម្មតាខ្លួនប្រាណអ្នកអ៊ីស្លាមគឺអត់ណាជេសទេកាលណាអត់បលាណាជេសគឺអត់ណាជេសទេខ្លួនប្រាណក៏គឺស្អាតស្អំចុះទឹកយើងរៀនមិញថាទឹកយ៉ាងម៉េចហុគមវាស្អាតពេលដែលយើងយកទឹកនោះមកយកវុឌូលាងមុខឬលាងដៃរបស់យើងវត្ថុស្អាតពីរជួបគ្នាមានន័យថាទឹកស្អាតដៃយើងស្អាតឧទាហរណ៍ប៉ះគ្នាតើដំណក់ទឹកដែលចេញទៅជាណាជេសមិនកើតបើមានមួយណាណាជេសបានចេញទៅคล้ายជាណាជេសចុះបើទឹកដែលយើងយកមកយកវុឌូស្អាតហើយដៃរបស់យើងស្អាតឬមុខរបស់យើងស្អាតអញ្ចឹងពេលដែលវាប៉ះគ្នាចេញទៅក៏នៅតែស្អាតដែរអញ្ចឹងការវិនិច្ឆ័យថាទឹកមុស្តាម៉ាល់ដោយលក្ខណៈមិញណាជេសករណីនេះគឺអត់ត្រឹមត្រូវទេរហូតដល់ចាស់ខ្លះគាត់រៀងស៊ុបជាងហ្នឹងគាត់និយាយថាមិនទឹកនោះអាក្រក់ជាងទឹកលូទេចាស់ខ្លះគាត់ថាទឹកកណាយកវុឌូធ្លាក់មកតំណក់នៅក្នុងកសៀវឬក៏ផ្ទាល់ដែលគាត់យកវុឌូនោះគឺគាត់ចាក់ចោលទាំងអស់តែម្ដងដោយសារគាត់ថាទឹកនោះគឺប្រើទៀតអត់សះទេដោយសារជាទឹកមុស្តាម៉ាល់អញ្ចឹងទស្សនៈនេះគឺអត់ត្រឹមត្រូវទេនៅក្នុងសាសនាអ៊ីស្លាមរបស់យើងដោយសារយើងដឹងថាខ្លួនរបស់យើងគឺស្អាតស្អំជាងទឹកនោះដែលធ្លាក់ចូលមកតំណក់ពីតំណក់នៅក្នុងនោះគឺវានៅជាលក្ខណៈស្អាតស្អំដដែលព្រោះអត់មានណាជេសចូលផងណាអត់មានណាជេសចូលផងឬអីដែលទឹកនោះវិវត្តទៅជាណាជេសអានេះយើងនិយាយជាលក្ខណៈអាកាលករណីហ្នឹងវត្ថុស្អាតពីរជួបគ្នាគឺចេញមកគឺនៅតែស្អាតគឺมันអាចចេញទៅជាណាជេសទេมันអាចចេញទៅជាណាជេសទេចឹងករណីនេះជាការយល់ខុសព្រោះថាទឹកដែលយើងវិនិច្ឆ័យទៅជាណាជេសតាមអាដែលយើងរៀនតតែវាប្រែពណ៌ឬក្លិនឬរសជាតិទៅជារសជាតិណាជេសចឹងបើទឹកប៉ះនឹងសាច់យើងហើយសាច់យើងស្អាតហើយទឹកនោះស្អាតវាចេញទៅវិញទៅជាណាជេសកើតអត់ករណីនេះគឺអត់ទេវានៅតែស្អាតស្អំដដែលយើងរំលឹកមិញថាទឹកភ្លៀងស្អាតធ្លាក់មកប៉ះលើដបូលផ្ទះស្អាតគ្រាន់តែចេញមកប្រែពណ៌ទៅជាពណ៌ដបូលពណ៌ដូចវត្ថុធាតុដែលយើងយកមកប្រក់ដបូលផ្ទះរបស់យើងស្បូវឬក៏ស្លឹកត្នោតអីករណីនោះយើងវិនិច្ឆ័យថាវានៅលក្ខណៈដើមរបស់វាគឺស្អាតស្អំដដែលដោយសារអត់មានណាជេសលាឡំហើយក៏អត់មានពណ៌ណាជេសឬក៏ក្លិនណាជេសឬក៏រសជាតិណាជេសដែរអញ្ចឹងនៅក្នុងសាសនាអ៊ីស្លាមគឺមានភាពងាយស្រួលបើយើងយល់ច្បាស់អំពីហុគមរបស់វាគឺយើងមានភាពងាយស្រួលអត់មានអ្វីលំបាកទេមានបងប្អូនយើងខ្លះជំនាន់មុនគាត់នៅពេលចង់សម្យ៉ាងកន្លែងណាមួយឧទាហរណ៍កាលមុនគាត់អ្នកខ្លះគាត់មានត្រីមានអីគាត់ធ្វើផ្អកប្រហុកគាត់យកទៅលក់នៅស្រុកស្រែកាលជំនាន់មុនដែលមិនទាន់មានមធ្យោបាយជឿនលឿនផ្លូវនៅមិនទាន់ល្អអញ្ចឹងអ្នកស្រែគាត់ពិបាកនឹងមកខាងទន្លេដើម្បីធ្វើផ្អកប្រហុកឬក៏អ្នកទន្លេពិបាកយកទៅលក់នៅក្នុងរដូវដែលត្រីត្រូវអញ្ចឹងពេលហ្នឹងអ្នកដែលជាអ្នកទន្លេគាត់ធ្វើផ្អកប្រហុកគាត់យកទៅលក់ហើយពេលទៅមានអ្នកស្រាមយើងខ្លះគាត់ទៅហើយនៅផ្ទះស្នាក់នៅជួនកាលគាត់លក់មកកន្លែងហ្នឹងពី3ថ្ងៃឬ3 4ថ្ងៃអញ្ចឹងទៅអ្នកគាត់ស្គាល់បញ្ហាគាត់ពេលដល់វត្តសម្យ៉ាងមកដល់គាត់អត់ហ៊ានសម្យ៉ាងនៅផ្ទះអ្នកមិនអ៊ីស្លាមនឹងទេដោយសារគាត់គិតថាម៉េចជួនកាលអានៀបរបស់គេហ្នឹងដឹងកូនចៅគាត់ពីមុនមាននរណានោមហើយគាត់អត់លាងសម្អាតមិនដឹងថ្ងៃមុនគាត់ហូបស្រាហើយធ្លាក់ប៉ះប្រឡាក់ហើយអត់បានលាងមិនដឹងគាត់ហូបសាច់ជ្រូកខ្ទាតប្រឡាក់អត់ចឹងគាត់ទៅមិនពេលដែលចង់សម្យ៉ាងកន្លែងណាមួយគឺគាត់ត្រូវលាងសម្អាតកន្លែងហ្នឹងឲ្យស្អាតគាត់ទៅអង្គុយលាងហើយបានគាត់សម្យ៉ាងចឹងយើងឃើញថាមានការលំបាកតើអ៊ីស្លាមតម្រូវឲ្យយើងដល់កម្រិតហ្នឹងឬអត់អត់ទេមានន័យថាយើងមើលជាក់ស្ដែងមែនទេបើគេឲ្យយើងនៅបន្ទប់ហ្នឹងឬកន្លែងហ្នឹងមើលថាតើមានបាឡាណាយេសអត់មានខ្លាញ់មានក្លិនមានពណ៌ណាយេសអត់បើយើងមើលអត់ឃើញមានលក្ខណៈណាមួយនៃលក្ខណៈណាយេសទេមានន័យថាយើងអាចសម្យ៉ាងបានមានសេចក្ដីក្រាលសម្យ៉ាងបើអត់មានទេសម្យ៉ាងផ្ទាល់ក៏សះដែរអ្នកខ្លះគាត់ថាណាយេសហុកមីណាយេសម៉ាណាវីអាណាយេសដែលយើងមើលអត់ឃើញចឹងនោះជាការវិស្វ័សរបស់សៃតានដែលធ្វើឲ្យយើងជាអ្នកឥស្លាមគឺមានការ
lục bạ và trong lại cái đó nó cứ dương miên cá lục bạ thôi dương tây cái này nó có bị bạ nó cá thuê và đặt này và đại Islam cứ mình đồng rơi dương ai đó cầm đặt nụ thì dương mới chạy sai person ba cái này nó sát arm on miền lại cái nạn nào mua để dương con sủng qua thay chi là cái nạn là yes rồi lại nó tin nụ thế cứ dương ái sầm giang bán thòng mà đã ở bên nhà thì sao mình đồng rơi dương thì chỉ đi cô thà ta pram chnam nụ pram chnam môn đọc chnam môn mà phay chnam môn cái này đang bên là yes art và dương kết bài nụ cái này dương đấy chứ cá sang xong sẽ là đi làm ba thì ăn ca thôi mà đấy và dương kết đây dương này tăng vi sớm dương đó chỉ nó là bị Adam đang cào đấy bị mình giật ở của mình lúc rồi pon chỉ nó dương này nó tự đằng ở khi dương mình tới ban cái tìm tia ở đâu của mình nó thì khi dương mới chạy sải này cái nó sang là phim chạy sải là dương ai mới khởi chứng cái class này Islam quy tranh bao sai toàn là cái ca thôi có rồi vừa vì miền Bắc Bộ này class có rồi vừa vì là bây giờ của tôi mà đấy nơi khác nơi phê là trong dâu của tôi nơi từ kết thật của anh ăn nơi đây trường cái này trên là Jesus và con nơi khác liêng hay nơi ta biết là ram thang atas asam ni jika wiswas serba syaitan jika wiswas serba syaitan chân của vấn đề syaitan phơi con rồi vừa rồi vì chân dưới cái này khơi đây và dương xa chân và dương xa dâu của tôi cứ dương tới liên sum an đáy của thầy thông đã đây bị pa lên can chán chân được trong sáng bây giờ tôi cái chủng rồi gì mấy liếng của đáy muôn tại sao đáy ní thông đã cứ chứ dương vẽ có ai có chết vì nơi thằng cái cho vì nghĩ là yes ha mau và lạ rồi có từ ly đây rồi có mero chân sáng ai dương liếng bây đó hay to máu cái này liên án nó những ai chập đam nhớ của độ bản chân sa sáng sáng cứ miền phía nghi sửa chúng này ca song say miền mùa than bài nốt cứ chỉ riêng đại phơi đại Islam cứ miền cao lục bạc chân sa Islam cứ mình đồng rơi có kết cú đó nạn nô tỳ mình đồng rơi có kết cú đó đồng rạc nô tỳ mình thay dương nhớ tam kiếp chạy đáy đại dương mưa khởi tam kiếp chạy đáy đại dương mưa khởi cho nên chỉ ở tại đây sinh thái này hadith và những subhanakallah wa bihamdik ashhadu an la ilaha illa anta astaghfiruka wa atubu ilayk assalamu alaikum wa rahmatullahi wa barakatuh